Vìដំបូងខ្ញុំបាទសូមជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel មកនិទានរឿងខ្មោចយើងក៏បានវិលមកជួបគ្នាសារជាថ្មីដោយសារនេះដែរគឺខ្ញុំបាននាំយករឿងរ៉ាវមួយដែលកើតឡើងក្នុងខេត្តព្រះវិហារសាច់រឿងនេះដែរគឺខ្ញុំបាទដឹងពីលោកតាម្នាក់ដោយលោកតាម្នាក់ហ្នឹងគឺគាត់ជាអ្នកនៅក្នុងភូមិក្នុងខេត្តព្រះវិហារហ្នឹង ហើយគាត់ក៏បាននិយាយរឿងរ៉ាវតាក់ទងទៅនឹងអណ្ដូងចំណាស់នៅក្នុងភូមិរបស់គាត់លោកតាគាត់ក៏បាននិយាយថាកាលគាត់នៅកំឡុះហ្នឹងគាត់ប្រកបមុខរបរជាអ្នកដងទឹកលក់ហើយគាត់ដងទឹកហ្នឹងគឺគាត់ដងទឹកពីអណ្ដូងចំណាស់ហ្នឹងដើម្បីយកទៅលក់ឲ្យអ្នកភូមិដែលគេត្រូវការហើយបើសិនជាអ្នកភូមិត្រូវការឲ្យគាត់ដងទឹកយកទៅឲ្យហ្នឹងគឺគាត់យកថ្លៃឈ្នួលពីគេ250រៀលខ្មែរឬក៏500អាហ្នឹងអាស្រ័យលើពាងទូចឬពាងធំបើសិនជាពាងធំគឺគាត់យកឈ្នួលពីគេ500សម្រាប់ក្រុមគ្រួសារខ្លះដែលគេធូរធារគឺគេឲ្យគាត់700-800ខ្លះទៅអាចដល់1000លុយខ្មែរយើងហ្នឹងឯងហើយការសម័យហ្នឹងគឺលុយខ្មែរយើងថ្លៃខ្លាំងមែនទែនថ្លៃជាងសម័យយើងឥឡូវលោកតាគាត់និយាយថាគាត់ប្រកបមុខរបរហ្នឹងរយៈពេល4ទៅ5ឆ្នាំអត់ទាន់មានរឿងរ៉ាវអីកើតឡើងទេហើយគាត់ប្រកបមុខរបរហ្នឹងគឺគាត់មានរទេះកាចាស់គាត់មួយហើយរទេះកាចាស់គាត់ហ្នឹងដឹកបានតែពាង2ទៅ3ពាងប៉ុណ្ណោះបើសិនជាពាងទូចក៏គាត់ដឹកបាន3បើសិនជាពាងធំគាត់ដឹកបានតែ2ពាងទេហើយលោកតាគាត់និយាយថាគាត់លក់ទឹកហ្នឹងគឺគាត់លក់តែពេលព្រឹកហើយនិងពេលល្ងាចទេបើសិនជាពេលយប់គឺគាត់កម្រទទួលលក់ណាស់ម្យ៉ាងទៀតពេលយប់ឡើងគឺគាត់យកតម្លៃថ្លៃអាហ្នឹងបើសិនជាអ្នកភូមិគេត្រូវការគាត់ដឹកទឹកអឺពីអាដងចំណាស់នៅភូមិហ្នឹងយកទៅឲ្យអ្នកភូមិហ្នឹងគឺគាត់យកតម្លៃថ្លៃពេលយប់ឡើងម្យ៉ាងទៀតដោយសារពីផ្ទះគាត់ទៅអណ្ដូងចំណាស់ហ្នឹងគឺវាស្ងាត់ទៀតយប់ឡើងអញ្ចឹងគាត់កម្រនឹងទទួលលក់ទឹកពេលយប់ណាហើយម្យ៉ាងទៀតគាត់ទុកពេលហ្នឹងដោយសារយប់ឡើងហ្នឹងគឺគាត់ទៅដងទឹកអណ្ដូងហ្នឹងដើម្បីយកទៅដាក់ពាងផ្ទះគាត់ stand by សម្រាប់លក់ឲ្យអ្នកភូមិពេលព្រឹកឡើងលោកតាគាត់និយាយថាការដែលគាត់ប្រកបមុខរបរហ្នឹងគឺអត់ទាន់មានអ្នកណាគេមកប្រកបមុខរបរដូចគាត់ទេអញ្ចឹងគាត់លក់បានច្រើនក្នុងថ្ងៃហ្នឹងអាចឈានទៅដល់5000ឬក៏3000 4000 5000អស់ធំ5000បើក្នុងថ្ងៃតិចបំផុតគឺអាច2500ហើយការសម័យហ្នឹងដូចខ្ញុំបាននិយាយគឺលុយវាថ្លៃលោកតាគាត់និយាយថាគាត់ប្រកបមុខរបរហ្នឹងគឺដោយសារគាត់ខ្វះខាតអញ្ចឹងគាត់ចិញ្ចឹមជីវិតដោយសារគាត់ដងទឹកពីអណ្ដូងចំណាស់យកលក់ឲ្យអ្នកភូមិនៅតាមភូមិដែលគាត់រស់នៅហ្នឹងលោកតាគាត់និយាយថាអណ្ដូងចំណាស់ហ្នឹងគឺមានយូរណាស់ហើយមានតាំងពីសម័យខ្មែរក្រហមមកម្ល៉េះហើយអណ្ដូងហ្នឹងគឺទឹកវាហ្នឹងទឹកអណ្ដូងគឺថ្លាដូចកញ្ចក់អញ្ចឹងអត់មានកបោអត់មានកកអត់មានពណ៌រៀងលឿងដូចស្រះតាពាំងយើងទេហើយអណ្ដូងហ្នឹងពេលថ្ងៃឡើងត្រជាក់ដូចទឹកកកអញ្ចឹងដូចមានទឹកកកនៅក្នុងអណ្ដូងហ្នឹងហើយអញ្ចឹងហើយបានជាអ្នកភូមិភាគច្រើនគឺគេចង់បានទឹកអណ្ដូងហ្នឹងយកទៅប្រើប្រាស់ខ្លះទៅគេយកទៅហូបខ្លះទៅគេយកទៅដាំបាយខ្លះទៅគេយកអឺដាំបាយឬក៏ដាំទឹកផឹកហ្នឹងឯងលោកតាគាត់និយាយថាអណ្ដូងចំណាស់ហ្នឹងឲ្យទៅពេលយប់ឡើងអ្នកដែលគេនៅជាប់នឹងអណ្ដូងហ្នឹងគឺភាគច្រើនគេឮសំឡេងកូនក្មេងរត់ប្រឡែងគ្នាលេងពេលខ្លះទៅគេឮសំឡេងមនុស្សចាស់ៗជំនុំគ្នានៅកន្លែងអណ្ដូងហ្នឹងហើយអណ្ដូងហ្នឹងលោកតាក៏គាត់ដឹងថារឿងរ៉ាវពីមុនមានមនុស្សស្លាប់នៅអណ្ដូងហ្នឹងដែរគាត់ដឹងទេដោយសារអណ្ដូងហ្នឹងវាមានតាំងពីសម័យខ្មែរក្រហមមកហើយលោកតាគាត់និយាយថាឲ្យទៅពេលយប់ឡើងដែលគាត់ទៅដងទឹកនៅអណ្ដូងហ្នឹងគឺគាត់ឮសំឡេងគេជំនុំគ្នានៅកន្លែងអណ្ដូងហ្នឹងហើយពេលខ្លះទៀតគឺគាត់បានឃើញខ្មោចអង្គុយនៅលើដើមឈើដោយសារនៅអណ្ដូងហ្នឹងគឺមានដើមឈើធំមួយនៅជាប់នឹងអណ្ដូងហ្នឹងឯងហើយពេលដែលគាត់ទៅដងទឹកអណ្ដូងពេលយប់ឡើងហ្នឹងគឺគាត់បានឃើញខ្មោចខ្លះទៅឃើញខ្មោចស្រីខ្លះទៅខ្មោចប្រុសខ្លះទៅខ្មោចកូនក្មេងអីអង្គុយនៅលើដើមឈើសយងជើងចុះក្រោមសម្លឹងមើលគាត់តែលោកតាហ្នឹងគាត់ខ្លាចទេគាត់ចេះខ្លាចខ្មោចទេហើយពេលដែលគាត់ទៅដងទឹកអណ្ដូងគាត់ទៅដងទឹកអណ្ដូងម្ដងគឺគាត់សែនឲ្យគេឲ្យគាត់រៀបចំបន់តែថាសែនដងវាយគេទៅថាគាត់មកសុំទឹកគេដោយសារអណ្ដូងហ្នឹងគឺមានអ្នកគេថែរក្សាអញ្ចឹងពេលដែលគាត់ទៅដងទឹកម្ដងគឺគាត់រៀបចំសំណែនសែនឲ្យគេហើយគាត់សុំគេសុំដងទឹកម្ដងយកទៅប្រើប្រាស់អញ្ចឹងគេអត់ធ្វើអីគាត់ទេហើយយ៉ាងទៀតគាត់ចេះខ្លាចខ្មោចអញ្ចឹងខ្មោចហ្នឹងអត់ហ៊ានធ្វើអីគាត់ទេ
លោកតាគាត់និយាយថាគាត់រស់ហ្នឹងគឺដោយសារទឹកដូងហ្នឹងឯងចាប់តាំងពីដែលអ្នកភូមិគេសង្កេតមើលឃើញគាត់រយៈពេល3 4ឆ្នាំ5ឆ្នាំហ្នឹងគាត់អត់ដែលមានរឿងរ៉ាវអីនៅដូងហ្នឹងអ្នកភូមិខ្លះគេក៏ចាប់ផ្ដើមរស់ស៊ីលក្ខថាប្រកបមុខរបរដូចគាត់ដែរគឺចាប់ផ្ដើមដងទឹកពីដូងហ្នឹងយកទៅលក់ឲ្យអ្នកភូមិដែលគេនៅក្នុងភូមិលោកតានឹងគាត់រស់នៅលោកតាគាត់និយាយថាតាំងពីដែលអ្នកភូមិចាប់ផ្ដើមប្រកបមុខរបរដូចគាត់នឹងមកគឺពេលហ្នឹងមកគឺចាប់ផ្ដើមមានរឿងរ៉ាវកើតឡើងដោយលោកតាគាត់និយាយថាមានបងប្រុសម្នាក់គាត់នឹងទៅដងទឹកដូងមុនលោកតាហ្នឹងហើយពេលហ្នឹងលោកតាគាត់ក៏បានដើរទៅក្រោយគាត់ឃើញហើយបងប្រុសហ្នឹងគាត់ឃើញលោកតាហ្នឹងគាត់បានសួរទៅលោកតាហ្នឹងយ៉ាងទៀតគាត់ឆ្ងល់ថារដងពេលដែលលោកតាគាត់ម្ដងទឹកមិនក៏គាត់អត់ដែលនិយាយប្រាប់អូននៅដូងហ្នឹងមានចេះមានចោះឮសំឡេងចេះឮសំឡេងចោះគឺអត់ដែលឮសំឡេងលោកតាគាត់និយាយប្រាប់គេទេយ៉ាងទៀតលោកតាគាត់ឮហើយតែគាត់អត់ប្រាប់គាត់អត់និយាយថាអូកន្លែងហ្នឹងមានខ្មោចលងឬក៏មានខ្មោចលើដើមឈើអីគឺគាត់អត់ដែលប្រាប់ទេតែពេលបងប្រុសហ្នឹងគាត់ម្ដងគាត់ក៏បានសួរទៅលោកតាហ្នឹងគាត់សួរថាបងពេលដែលបងឯងម្ដងទឹកហ្នឹងបងឯងបានឮសំឡេងអីអត់លោកតាគាត់ឮប៉ុណ្ណឹងគាត់ដឹងហើយគាត់ដឹងថាសំឡេងហ្នឹងដឹងសំឡេងអ្នកដែលគេនៅយាមដងហ្នឹងតែគាត់ថាវាមិនអីទេឲ្យតែមកសុំគេទៅសុំគេត្រឹមត្រូវទៅគេឲ្យដងហើយតែបងប្រុសហ្នឹងគាត់មកគឺអត់បានសុំគេទេពេលដែលគាត់កំពុងតែដងហ្នឹងគឺគាត់ឮសំឡេងគេមកសួរគាត់សួរថាមកដងដូងហ្នឹងបានសុំគេអត់មានបានសុំការអនុញ្ញាតគេអត់មកដងដូងហ្នឹងពេលដែលគាត់ឮអញ្ចឹងបងប្រុសតែម្ដងដូងហ្នឹងគឺគាត់ងាកមើលក្រោយគឺគាត់មើលមកជុំវិញដូងហ្នឹងមកជុំវិញបរិវេណខ្លួនគាត់ហ្នឹងគឺអត់មានឃើញមនុស្សទេគាត់ក៏បន្តដងទៀតទៅសារក្រោយគឺលឺដូចគ្នាអញ្ចឹងលឺថាមកដងទឹកដូងគេហ្នឹងមានសុំគេអត់មានសុំការអនុញ្ញាតគេអត់គាត់ក៏ងាកមើលម្ដងទៀតគឺអត់មានឃើញអីទេពេលហ្នឹងគឺលោកតាគាត់បានមកដល់ល្មមហើយបងប្រុសហ្នឹងក៏បានសួរទៅលោកតាហ្នឹងគាត់ក៏ដឹងថាសំឡេងដែលមកសួរហ្នឹងគឺជាអ្នកដែលគេយាមនៅដូងហ្នឹងខ្មោចយាមនៅដូងហ្នឹងហើយលោកតាគាត់និយាយថាសារក្រោយបើសិនជាមកចង់ដងទឹកដូងហ្នឹងសុំគេមុនបើសុំគេទេគេខឹងឬក៏គេអាចនឹងរោរឿងហើយលោកតាហ្នឹងគឺគាត់ចេះកណាញ់ទេបើសិនជាគាត់ចេះកណាញ់គាត់និយាយប្រាប់ថាអូដូងហ្នឹងមានខ្មោចចេះខ្មោចកាច់សាហាវលងឡៃហ្នឹងគ្មានណាគេហ៊ានមកដងទឹកដូងយកលក់ទេតែលោកតាហ្នឹងគាត់ចេះកណាញ់ហើយពេលអញ្ចឹងហើយបានជាអ្នកភូមិគេមកដងទឹកដូងយកលក់ដូចគាត់ដែរនឹងរឿងរ៉ាវដែលបងប្រុសនឹងគាត់ឃើញលោកតាគាត់និយាយថាមានថ្ងៃមួយពេលល្ងាចហ្នឹងគឺអ្នកដែលគេមកដងទឹកដូងហ្នឹងមានគ្នា3ទៅ4នាក់មកដងទឹកដូងយកទៅលក់ដែរតែពេលហ្នឹងគឺឆ្លោះប្រកែកគ្នាដោយសារទឹកដូងហ្នឹងឯងអ្នកមកមុនគេដងមុនទៅអ្នកមកក្រោយគេដងក្រោយតែអ្នកដែលមកក្រោយហ្នឹងគឺអត់មានទឹកឲ្យគេដងទេយ៉ាងទៀតទឹកដូងហ្នឹងចេញរយប់តែមិនមែនចេញច្រើនទេឧទាហរណ៍មកយប់ទៅចេញបាន3 4ម៉ែត្រឬក៏5ម៉ែត្រតែអញ្ចឹងបានជាអ្នកដែលគេមកដងទឹកហ្នឹងគឺគេឆ្លោះប្រកែកគ្នារឿងទឹកគេថាបើសិនជាដងមិនទឹកដងទឹកយកទៅលក់ហ្នឹងមិនគិតទុកឲ្យគេដងខ្លះផងទៅដងទាំងអស់ចុះគេអ្នកក្រោយគេបានអីឆ្លោះប្រកែកគ្នាដោយសារទឹកដូងហ្នឹងលោកតាគាត់ក៏បាននិយាយថាមិនបាច់ឆ្លោះប្រកែកគ្នាទេចាំទៅប្រហែលជាកន្លះម៉ោងទៀតឬក៏1ម៉ោងទៀតទឹកដូងហ្នឹងចេញមកទៀតហើយមិនបាច់ចាំឆ្លោះប្រកែកគ្នាទេតែដោយសារតែអ្នកដែលមកដងទឹកដូងហ្នឹងចង់បានរៀងខ្លួនគឺឆ្លោះប្រកែកគ្នាខ្លាំងមែនទែនរហូតទៅដល់ទាញក្បិតកាប់គ្នាពេញហ្នឹងហើយពេលកាប់ហ្នឹងគឺត្រូវរៀងខ្លួនតែមានបងប្រុសម្នាក់ដែលគេកាប់គាត់ហ្នឹងគឺកាប់ខ្លាំងមែនទែនរហូតដល់បាត់បង់ជីវិតស្លាប់នៅកន្លែងដូងហ្នឹងបានពេញហ្នឹងហើយគ្រាន់ឈាមហ្នឹងគឺមកមាត់ដូងហ្នឹងគឺសិតឈាមទាំងអស់ហើយធំឆ្អាប់នៅកន្លែងលោកតាគាត់និយាយថាតាំងពីហ្នឹងមកគឺចាប់ដើមមានរឿងរ៉ាវមនុស្សស្លាប់ជាប់គ្នាក្នុងមួយឆ្នាំខ្លះទៅ3ឬទៅ4នាក់នៅក្នុងដូងហ្នឹងស្លាប់នៅកន្លែងដូងហ្នឹងណាហើយលោកតាគាត់និយាយថាតាំងពីដែលមានដំណោះស្លាប់ហ្នឹងមកគឺដូងហ្នឹងចាប់ដើមមានរឿងរ៉ាវអាក្រក់កើតឡើងអ្នកដែលគេនៅជាប់ដូងហ្នឹងរដងគឺគេឮតែសំឡេងកូនក្មេងឬមនុស្សចាស់ជំនុំគ្នាទេតែពេលដែលប្រហែលអ្នកដែលម្ដងទឹកដូងនឹងកាប់គ្នាស្លាប់កន្លែងហ្នឹង
ឲ្យតែពេលយប់ឡើងគឺលឺសំឡេងមនុស្សប្រុសយំកន្លែងហ្នឹងហើយលឺហ្នឹងគឺលឺឡើងក៏លួចគួរឲ្យខ្លាចអ្នកខ្លះទៀតគេដើរកាត់តាមដងហ្នឹងគឺគេបានឃើញខ្មោចបរោះហ្នឹងអង្គុយនៅមាត់ដងហ្នឹងហើយសម្លឹងសម្លក់មើលគេដែលគេដើរកាត់តាមដងហ្នឹងលោកតាគាត់និយាយថាការដែលគាត់ដងទឹកម្ដងពីមុនគឺគាត់អត់ខ្លាចទេតែតាមចាប់តាំងពីប្រហែលអ្នកដែលថាឆ្លុះគ្នាឲ្យកាប់គ្នាស្លាប់នៅកន្លែងហ្នឹងគាត់មានអារម្មណ៍ថាពេលដែលគាត់ម្ដងទឹកម្ដងមានអារម្មណ៍ថាព្រឺរោមខ្លាំងមែនទែនហើយពេលដែលគាត់ម្ដងទឹកម្ដងហ្នឹងពេលដែលគាត់កំពុងដងគឺគាត់ឮសំឡេងមនុស្សប្រុសអង្គុយនៅកន្លែងមាត់ដងហ្នឹងឮសំឡេងយំនៅកន្លែងមាត់ដងដែលគាត់កំពុងតែដោនដោនទឹកចេញពីដងហ្នឹងហើយគាត់និយាយថាគាត់អត់ចេះខ្លាចខ្មោចទេតែពេលដែលបងប្រុសដែលស្លាប់ហ្នឹងគឺគាត់ចាប់ដើមមានអារម្មណ៍ថារៀងខ្លាចដែរឲ្យតែពេលដែលគាត់ដងទឹកម្ដងគឺគាត់ព្រឺរោមអស់ហើយអាការពីមុនគាត់ម្ដងទឹកម្ដងហ្នឹងគឺគាត់មកតែម្នាក់ឯងទេតែចាប់ពីដែលបងប្រុសដែលកាប់គ្នាឆ្លុះគ្នាកាប់គ្នាស្លាប់ហ្នឹងមកគឺគាត់ហៅប្អូនគាត់មកជាមួយហើយប្អូនគាត់កំពុះឪម៉ាក់ខ្លាចខ្មោចទៀតឲ្យតែដងបងលោកតាហ្នឹងគាត់ដងមិនទាន់បាន2ពីង3ពីងផងចាប់ដើមប្រាប់លោកតាហ្នឹងទៅផ្ទះវិញហើយបខំលោកតានៅផ្ទះវិញហើយព្រោះប្អូនគាត់ហ្នឹងគឺខ្លាចខ្មោចខ្លាំងលោកតាគាត់និយាយថារឿងរ៉ាវចាប់ដើមកាត់ឡើងបន្តដោយមានថ្ងៃមួយទៀតគាត់ដឹងថាម្នាក់ដែលស្លាប់ហ្នឹងមានមូលហេតុអីទេព្រោះពេលដែលគាត់មកដងទឹកម្ដងពេលយប់ឡើងគឺអត់មានរឿងរ៉ាវអីទេអត់មានឃើញនៅស្លាប់នឹងកន្លែងដងហ្នឹងទេតែពេលព្រឹកឡើងហ្នឹងគឺគាត់ចាប់ដើមមកមើលទឹកម្ដងដោយសារគាត់ដឹងមកមើលទឹកម្ដងថាដងហ្នឹងវាឡើងកម្ពស់ណាអាងគាត់ដងទៀតពេលដែលគាត់មកមើលទឹកម្ដងហ្នឹងគាត់ក៏បានឃើញខ្មោចស្រីម្នាក់ស្លាប់នៅកន្លែងដងហ្នឹងហើយគាត់ដឹងរឿងរ៉ាវទេអត់ដឹងរឿងរ៉ាវថាអ្នកស្រីហ្នឹងស្លាប់ដោយសារអីទេលោកតាគាត់ក៏បានទៅហៅអ្នកភូមិដើម្បីឲ្យជួយមើលសាកសពស្ត្រីហ្នឹងដែលបានស្លាប់ពេលហ្នឹងអ្នកភូមិគេក៏បានមកដល់គេក៏បានពិនិត្យមើលសាកសពស្ត្រីហ្នឹងគេក៏បានសន្និដ្ឋានថាស្ត្រីហ្នឹងស្លាប់ដោយសារគេច្បាច់កដោយសារពេលដែលគេពិនិត្យមើលនោះគឺគេបានឃើញសនាមរាមដៃនៅកន្លែងពងកអញ្ចឹងគេក៏សន្និដ្ឋានថាស្ត្រីហ្នឹងស្លាប់ដោយសារគេសម្លាប់ច្បាច់កលោកតាគាត់ជឿគេ50អត់50ហើយលោកតាគាត់គិតក្នុងចិត្តខ្លួនគាត់ថាបែរជាមិនមែនមនុស្សស្លាប់ទេបើសិនជាមនុស្សស្លាប់អ្នកស្រីហ្នឹងអាចនឹងស្រែកអាចនឹងរើបារះដោយសារពេលដែលឃើញមនុស្សស្រីនេះដេកស្លាប់ហ្នឹងគឺនៅកន្លែងមកបាក់វិញហ្នឹងគឺអត់មានឃើញសនាមឬក៏ធាក់បតាយបន្តអត់ទៅឃើញទេគឺស្អាតចេះអញ្ចឹងលោកតាហ្នឹងគាត់គិតថាប្រហែលជាខ្មោចនាំអ្នកស្រីហ្នឹងឲ្យមកកន្លែងដូនហ្នឹងហើយសម្លាប់ហើយតែថាឲ្យគេចាំដូននឹងម្ដងលោកតាគាត់គិតក្នុងចិត្តទេតែគាត់និយាយប្រាប់គេទេលោកតាគាត់បាននិយាយទៀតថាតាំងពីស្ត្រីនឹងស្លាប់គឺឆ្កែលូខ្លាំងមែនទែនយប់ឡើងគឺឆ្កែលូហើយលូគឺព្រឺសម្បកគ្រប់គ្នាមកអ្នកភូមិដែលគេនៅជាប់នឹងដងហ្នឹងឲ្យតែពេលយប់ឆ្កែលូគឺម្នាក់អត់ហ៊ានចេញពីផ្ទះទេមិនមែនថាខ្មោចស្ត្រីនឹងបានស្លាប់ទេសំបីខ្មោចបរិសុទ្ធដែលបានស្លាប់កាលពីមុនក៏ឆ្កែលូដូចគ្នាដែរហើយលោកតាគាត់និយាយថាឲ្យតែពេលដែលគាត់ម្ដងទឹកម្ដងគឺគាត់ព្រឺរោមអស់ហើយសោះជាងគេអាពេលដែលស្ត្រីដែលស្លាប់ក្រោយហ្នឹងពេលដែលគាត់មកដងទឹកម្ដងគឺព្រឺរោមអស់ហើយគាត់ដងអត់មាននៅយូរដូចសាមុនទេសាមុនគាត់ដងទៅថាមួយយប់ហ្នឹងគាត់ដង5 6ពីងអីគាត់ទៅវិញតែសារហ្នឹងគាត់ដងតា3ពីងឬក៏4ពីងគាត់ទៅចាប់ទៅវិញលោកតាគាត់និយាយថាមានយប់មួយហ្នឹងគាត់មកដងទឹកម្ដងហ្នឹងដើម្បីយកទៅលក់ពេលព្រឹកឡើងពេលយប់ហ្នឹងគាត់កំពុងតែដងហ្នឹងគាត់មានអារម្មណ៍ដូចមានគេមកលុកដៃចាប់ខ្នងគាត់ពេលដែលគាត់ងាកមើលហ្នឹងគឺអត់មានឃើញអីទេហើយយប់ហ្នឹងគាត់មកដងទឹកហ្នឹងគឺលោកខែពេញបោទៀតពេលដែលគាត់កំពុងតែអង្គុយដងគាត់អោនទៅមើលទឹកហ្នឹងពេលហ្នឹងវាប្រចាំងផ្លាតគាត់បានឃើញមនុស្សស្រីនៅក្រោយខ្នងគាត់ឈោសំឡឹងឈោអោនមុខមកកន្លែងគាត់កំពុងអង្គុយដងណាពេលដែលគាត់មើលឃើញអញ្ចឹងគាត់ងាកមើលក្រោយខ្នងគាត់គឺអត់មានឃើញអីទេគ្រាន់តែគាត់ឃើញអញ្ចឹងគាត់ស្ទុះចេញពីកន្លែងដងហ្នឹងហើយថ្ងៃយប់ហ្នឹងគឺគាត់ដងទឹកបានតែមួយពីងទៀត
គាត់បញ្ញាប់រុញដល់ទេគាត់ទៅផ្ទះគាត់ដេកតែព្រឹកឡើងអ្នកភូមិគេឆ្ងល់ថាតាថ្មិចក៏គាត់អត់យកទឹកមកលក់អញ្ចឹងគេក៏ដកគេមកមើលគាត់នៅផ្ទះពេលមកមើលគាត់នៅផ្ទះគាត់ក៏បាននិយាយរឿងរ៉ាវដែរខ្មោចស្ត្រីលងគាត់យកមកហើយគ្រាន់តែប៉ុណ្្នឹងអ្នកភូមិគេចាប់ដើមភ័យរៀងខ្លួនគេថាអីដល់ថ្នាក់លោកតាគាត់អាចចេះខ្លាចខ្មោចផងហើយមិនក៏វាហ៊ានលងមកប៉ុណ្ណឹងចុះនាំអ្នកផ្សេងតែគេខ្លាចខ្មោចទៀតមិនដឹងលងបាសសក់យ៉ាងណានិយាយពីលោកពូម្នាក់គាត់មិនមែនជាអ្នកក្នុងភូមិហ្នឹងទេតែគាត់ជិះកង់កាត់តាមភូមិហ្នឹងហើយគាត់កាត់តាមអណ្ដូងចំណាស់ហ្នឹងឯងហើយពេលយប់ហ្នឹងគឺពេញបោដូចគ្នាព្រះច័ន្ទពេញបោដូចគ្នាពេលដែលគាត់កំពុងតែជិះកង់កាត់ហ្នឹងគាត់ឮសំឡេងស្រីយំគាត់ឮសំឡេងមនុស្សស្រីយំហើយឮសំឡេងហ្នឹងគឺឮសំឡេងចេញពីអណ្ដូងហ្នឹងទៀតហើយយំហ្នឹងយំឡើងកលួចគាត់គ្រាន់ជិះកាត់តាមហ្នឹងព្រឺរោមខ្នងអស់ព្រឺរោមជើងរោមដៃគឺព្រឺរោមអស់ហើយគាត់ក៏បានឈួរពិលទៅមើលអាកន្លែងដើមឈើហ្នឹងហើយដោយសារពេលដែលយំហ្នឹងគឺគាត់យំហើយគាត់ឮសំឡេងខ្មោចស្រីយំហ្នឹងយំចេញពីដើមឈើហ្នឹងមកពេលដែលគាត់ឈួរពិលទៅមើលគាត់ឃើញស្ត្រីហ្នឹងអង្គុយសម្លឹងសម្លក់មើលគាត់ពេលដែលគាត់ឃើញចឹងគាត់បញ្ញាប់ធាក់កង់លឿនខ្លាំងមែនទែនធ្វើម៉េចឲ្យចេញពីកន្លែងដងមួយហ្នឹងនឹងរឿងរ៉ាវដែលលោកពូដែលគាត់បានឃើញអាហ្នឹងពេលហ្នឹងឲ្យលោកពូគាត់ក៏បានតែនិយាយប្រាប់លោកតាហ្នឹងហើយលោកតាគាត់ក៏បាននិយាយប្រាប់ខ្ញុំដែរអញ្ចឹងខ្ញុំក៏បាននិយាយសម្រាប់ទៅបងប្អូនសំណាក់រឿងមួយទៀតជារឿងរ៉ាវដែលគួរឲ្យរន្ធត់ខ្លាំងមែនទែនលោកតាគាត់និយាយថាមានអ៊ំស្រីម្នាក់ហ្នឹងគឺគាត់ជាអ្នករស់នៅក្នុងភូមិហ្នឹងហើយអ៊ំស្រីហ្នឹងឲ្យតែពេលយប់ឡើងគឺគាត់តែងតែដើរទៅវិញទៅមកនៅកណ្ដាលភូមិហើយម្យ៉ាងទៀតអ៊ំស្រីហ្នឹងមើលទៅដូចជាគាត់អត់សូវគាត់ថាគាត់អត់សូវគ្រប់ទេអញ្ចឹងឲ្យតែពេលយប់ឡើងគឺគាត់ដើរទៅវិញទៅមកហើយល្អូម្នាក់ឯងដើរឲ្យល្អូម្នាក់ឯងហើយកូនគាត់ហ្នឹងដើររកអ៊ំហ្នឹងរាល់យប់ដោយសារគាត់ខ្លាចម៉ាក់គាត់ហ្នឹងទៅកន្លែងអណ្ដូងចំណាស់ហ្នឹងព្រោះគេល្បីថាកន្លែងហ្នឹងលើមនុស្សស្លាប់ច្រើនឲ្យតែពេលយប់ឡើងគឺកូនអ៊ំហ្នឹងដើរទៅផ្ទះលោកតាហ្នឹងហើយសួរថាមានបានឃើញម៉ាក់គាត់អត់ព្រោះតាហ្នឹងឲ្យតែពេលយប់ឡើងគឺគាត់ទៅដងទឹកម្ដងហើយអញ្ចឹងគាត់សួរគាត់ខ្លាចពេលដែលទៅដងទឹកម្ដងឃើញម៉ាក់គាត់ដើរទៅវិញទៅមកនៅកន្លែងដងហ្នឹងតែលោកតាគាត់ថាគាត់តែឃើញទេហើយម្យ៉ាងទៀតគាត់ក៏ខានទៅដងទឹកម្ដងហ្នឹងដែរគាត់ថានិយាយថាមួយអាទិត្យអីគាត់ទៅតែ3ដងទេតាំងពីមានរឿងរ៉ាវដែលមានមនុស្សខ្មោចមានមនុស្សស្លាប់នៅកន្លែងហ្នឹងហើយខ្មោចលងនៅកន្លែងហ្នឹងមកគឺគាត់អត់ទៅដងដូចរាល់ដងទេរាល់ដងគឺគាត់ទៅរាល់យប់តែតាំងពីមនុស្សដែលបានស្លាប់ហ្នឹងទៅគឺមួយអាទិត្យគាត់ទៅតែ3ដងឬក៏2ដង3ដងទេហើយគាត់ក៏បានសួរទៅកូនអ៊ំហ្នឹងថាតែបានមកសួរគាត់អញ្ចឹងគាត់ថាគាត់បាត់ម្នាក់ប្រុសហ្នឹងនិយាយថាគាត់បាត់ម៉ាក់គាត់ដោយសារយប់ហ្នឹងអត់ឃើញគាត់ចូលផ្ទះទេហើយម៉ោង7ម៉ោង8ម៉ោង9ហើយចឹងរាល់ដងម៉ាក់គាត់គឺទៅដល់ផ្ទះម៉ោង7យ៉ាងយូរម៉ោង7យប់ហើយមុនទៅដល់ទៅគឺដើរទៅវិញទៅមកនៅភូមិហ្នឹងហើយនិយាយម្នាក់ឯងលូម្នាក់ឯងហើយកូនគាត់ក៏ដឹងថាម៉ាក់គាត់អត់សូវគ្រប់តែថាគាត់លើថាកើតជំងឺផ្សៃផ្សាតផងអញ្ចឹងដើររកម៉ាក់គាត់សឹងតែរយប់តែសម្រាប់យប់នឹងវិញពេលដែលរដល់ម៉ោង8ម៉ោង9គឺអត់ឃើញទេហើយទៅឈួរពិលនាំឲ្យលោកតាហ្នឹងជូនទៅកន្លែងលោកដឹងដោយសារលោកតាហ្នឹងគាត់ដឹងរឿងប្រវត្តិដូននឹងច្រើនអញ្ចឹងទៅបានឲ្យលោកតាជូនទៅដើម្បីបានជាគ្នាពេលដែលលោកតាគាត់ទៅដល់ហ្នឹងជួបពិលមើលកន្លែងមកប៉ាក់វេនចុងវិញដូនគឺអត់មានឃើញអីទេអត់មានឃើញដូចគ្នាអត់មានឃើញអ៊ំផ្សេងនៅកន្លែងដូនហ្នឹងទេអញ្ចឹងលោកតាហ្នឹងគាត់ថាប្រហែលជាម៉ាក់ឯងដើរទៅចុងភូមិឬក៏ទៅណាបាទឬទៅអង្គុយនិយាយឬក៏អង្គុយជជែកគ្នានៅកន្លែងផ្ទះណាហើយពេលហ្នឹងកូនអ៊ំស្រីហ្នឹងក៏បានដើរមើលតាមផ្ទះអ្នកភូមិទាំងអស់អត់មានឃើញទេរហូតដល់ម៉ោង11ជិតម៉ោង12យប់ពេលសារហ្នឹងកូនអ៊ំស្រីហ្នឹងគាត់ក៏ដាក់ចិត្តម្ដងទៀតគាត់ទៅបបួលលោកតាហ្នឹងទៀតថាតានាំខ្ញុំទៅមើលដងនឹងមួយសារទៀតមកព្រោះគាត់ភ័យដោយសារដងហ្នឹងគឺមានមនុស្សស្លាប់នៅកន្លែងហ្នឹងច្រើនអញ្ចឹងគាត់ភ័យគាត់ខ្លាចម៉ាក់គាត់ទៅកន្លែងដងហ្នឹងខ្លាច
ទៅដំណងនឹងមានរឿងរ៉ាវឬក៏ខ្លាចមានបញ្ហាគ្រោះថ្នាក់អីនៅកន្លែងដំណងម៉ាសាហ្នឹងពេលដែលទៅដំណងហ្នឹងលោកតាហ្នឹងហើយនឹងកូនអ៊ំស្រីហ្នឹងគាត់ឈួរមកប៉ាក់វេនដំណងមានឃើញអីទេលោកតាគាត់ក៏បានទៀមពិលឈួរឡើងទៅលើដើមឈើធំហ្នឹងពេលដែលឈួរហ្នឹងឈួរលើដើមឈើធំហ្នឹងគឺគាត់បានឃើញអ៊ំស្រីដែលទៅជាម៉ាក់បងប្រុសដែលថាពឹងឲ្យលោកតាគាត់ជួយមកឈួរមើលរោម៉ាក់គាត់នៅកន្លែងដងហ្នឹងគឺគាត់បានឃើញខ្មោចអ៊ំស្រីហ្នឹងចងកនៅលើដើមឈើហ្នឹងហើយចងកហ្នឹងគឺភ្នែកអណ្ដាតអីគឺលឿនចេញមកក្រៅអស់ហើយគាត់តែឃើញអញ្ចឹងតាដល់ថាគាត់ភ័យលញ័រដៃគាត់ចេះខ្លាចខ្មោចតែពេលដែលវាខ្មោចលងគាត់ផ្ទួនពេលខ្លះគាត់រៀងចាប់ដើមខ្លាចខ្មោចដែរទាំងកូនគាត់ទាំងលោកតាហ្នឹងគាត់ឃើញចឹងពើធ្លាក់ពីលើដៃគ្រប់គ្នាធ្លាក់ចេញពីដៃហ្នឹងហើយស្រែកមកទៅហឹងស្រែកឲ្យអ្នកភូមិរត់មកជួយហើយមកជួយបើអ៊ំម៉ាក់បងប្រុសហ្នឹងគាត់ដាច់ខ្យល់ស្លាប់អត់ទេណាហើយក៏បានយកសាកសពស្ត្រីអ៊ំចាស់ហ្នឹងយកមកក្រោមដើម្បីរៀបចំធ្វើពិធីបុណ្យសពពេលដែលធ្វើសាកបុណ្យសពអ៊ំស្រីនឹងរួចរាល់អស់ហើយលោកតាក៏និយាយថាអ៊ំស្រីនឹងលងកាយខ្លាំងមែនទែនហើយតែពេលយប់ឡើងគឺឆ្កែនៅក្នុងភូមិនឹងលូពីផ្ទះមួយទៅផ្ទះមួយពីផ្ទះមួយទៅផ្ទះមួយលូខ្លាំងមែនទែនហើយអ្នកភូមិដែលគេឆ្នាំតែឃើញអ៊ំស្រីនឹងក៏ដើរយប់ឡើងពេលដែលគាត់មិនទាន់ស្លាប់ហ្នឹងហើយពេលដែលស្លាប់ហ្នឹងគឺឃើញអ៊ំស្រីនឹងដើរទៅវិញទៅមកទៅវិញទៅមកទៅវិញទៅមកមកពេញភូមិហ្នឹងហើយឆ្កែនឹងឲ្យទៅពេលដែលអ៊ំស្រីនឹងឲ្យតែអ្នកភូមិដែលឃើញខ្មោចអ៊ំស្រីដើរឆ្កែនឹងចាប់ដើមលូពេញទៅហឹងក្នុងមួយភូមិហើយអ្នកភូមិគាត់ឃើញអញ្ចឹងនាំគ្នាខ្លាចអាដងចំណាស់នឹងខ្លាំងមែនទែននិយាយពីអ៊ំស្រីដែលគាត់នៅរស់ហ្នឹងគឺគាត់ឧស្សាហ៍ទៅនិយាយលេងជាមួយនឹងអ្នកដែលគេនៅជាប់នឹងដងហ្នឹងណានិយាយពីអ្នកដែលគេនៅជាប់នឹងដងហ្នឹងគេនិយាយប្រាប់ទៅលោកតាគេថាយប់ឡើងគឺគេបានឃើញខ្មោចអ៊ំស្រីហ្នឹងអង្គុយនៅក្រោមផ្ទះគេហ្នឹងឯងហើយគាត់មើលអ្នកដែលនៅគៀនដូនហ្នឹងអ្នកភូមិនៅគៀនដូនគេមើលតាមអានៀបលើក្រេហ្នឹងនៀបលើផ្ទះហ្នឹងគេមើលប្លោះហ្នឹងគឺគេបានឃើញខ្មោចអ៊ំស្រីហ្នឹងអង្គុយនៅក្រោមផ្ទះហ្នឹងអង្គុយស្ដុកជើងយល់ជើងទៅវិញទៅមកទៅវិញទៅមកយល់ខ្លួនយល់ជើងទៅវិញទៅមកទៅវិញទៅមកហើយអ្នកភូមិគាត់ឃើញអញ្ចឹងគេស្រែកមកធឹងផ្ទះហ្នឹងស្រែកមកធឹងរហូតដល់ផ្អើលទៅដល់លោកតាហ្នឹងទៀតតាគាត់ក៏បញ្ញាប់មកមើលទៀតនិយាយចំលោកតាដែលគាត់នៅកំឡោះហ្នឹងគឺឡែថាគាត់អត់មានប្រពន្ធទេអញ្ចឹងគាត់នៅខ្លួនមួយទេឲ្យតែមានឮគេមានបញ្ហាអីគឺគាត់ទៅដល់ហើយឲ្យតែមានរឿងរ៉ាវអីកាត់ឡើងគឺគាត់ទៅដល់ដែរអញ្ចឹងយប់ហ្នឹងឲ្យពេលដែលឃើញខ្មោចហ្នឹងអ្នកភូមិដែលឃើញខ្មោចស្រែកមកទៅហ្នឹងលោកតាហ្នឹងគាត់ទៅដល់កន្លែងហ្នឹងទៀតគាត់ក៏សួរនាំគ្នាហើយទៅដល់ហ្នឹងមិនមែនតែគាត់ទេកាលហ្នឹងកាលគាត់នៅកំឡោះហ្នឹងគ្នាគាត់ប្រហែលអ្នកហ្នឹងទៅទាំងអស់គ្នាទៅសួរថៃមានរឿងអីគេនិយាយថាគេបានឃើញខ្មោចអ៊ំស្រីហ្នឹងហើយអង្គុយនៅក្រោមក្រេក្រោមផ្ទះហ្នឹងអង្គុយលើក្រេហ្នឹងសយោងជើងយល់ខ្លួននៅកន្លែងក្រេហ្នឹងឯងហើយក្រេហ្នឹងឲ្យតែពេលដែលអ៊ំស្រីកាលគាត់នៅរស់គឺតែងតែមកអង្គុយនិយាយលេងជាមួយនឹងអ៊ំដែលគាត់នៅផ្ទះហ្នឹងណានិយាយចំគឺអង្គុយនិយាយលេងគ្នាទៅវិញទៅមកឯងបន្ទាប់មកលោកតាគាត់ក៏បាននិយាយរឿងរ៉ាវលោកពូម្នាក់ទៀតប្រាប់មកខ្ញុំគាត់ថាលោកពូហ្នឹងមិនមែនជាអ្នកនៅក្នុងភូមិហ្នឹងទេតែលោកពូហ្នឹងគាត់ដើរឆ្លោះកែពេលយប់ឡើងហ្នឹងគឺគាត់ឆ្លោះមកដល់កន្លែងដងចំណាស់ហ្នឹងហើយគាត់ក៏ដឹងរឿងរ៉ាវដងចំណាស់ហ្នឹងមានរឿងរ៉ាវដែរដោយសារគាត់មិនមែនជានៅក្នុងភូមិហ្នឹងទេគាត់នៅភូមិដទៃទៀតហើយអ្នកដែលដឹងហ្នឹងគឺមាននៅក្នុងភូមិហ្នឹងទេហើយនឹងអ្នកដែលនៅជាប់នឹងភូមិហ្នឹងគឺគេដឹងរឿងរ៉ាវដងចំណាស់ហ្នឹងតែលោកពូហ្នឹងគឺគាត់មិនមែនជាអ្នកដែលជាប់នៅភូមិហ្នឹងទេគឺគាត់លងប្រហែលជា2ទៅ3ភូមិតែយប់ហ្នឹងមិនដឹងថាមូលហេតុអីគាត់ឆ្លងកែបមកដល់កន្លែងដងចំណាស់ហ្នឹងហើយពេលដែលគាត់ឆ្លោះហ្នឹងគឺនៅកន្លែងមកប៉ាក់វេនជុំវិញដងហ្នឹងគឺសបោងកែបមែនទែនហើយកែបធំទៀតពេលគាត់ឃើញអញ្ចឹងគាត់សប្បាយអស់ចាប់កែបហ្នឹងជិះគាត់បានខ្វល់រឿង
ដងមានខ្មោចលងឬដងចំណាស់ហ្នឹងយ៉ាងទៀតគឺគាត់ដឹងរឿងរ៉ាវដងហ្នឹងទេគាត់ក៏បានឆ្លោះចាប់កែបហ្នឹងណាពេលហ្នឹងគឺគាត់ឮសំឡេងមានគេជំនុំគ្នានៅកន្លែងមុខគាត់កំពុងឆ្លោះហ្នឹងហើយគាត់ដឹងថានៅមុខហ្នឹងគឺជាដងចំណាស់ហ្នឹងទៀតតែគាត់ឮសំឡេងគេជំនុំគ្នាគាត់ក៏គិតថាអូប្រហែលជាមានគេមកចាប់មកកែបជាមួយគាត់ដែរហើយចាប់មកកែបដូចគាត់ដែរហើយគាត់បំរុងនឹងឈួលពិលទៅមើលណាពេលដែលគាត់ឈួលពិលទៅមើលគឺគាត់បានឃើញខ្មោចច្រើនមែនទេចូលនៅបរិវេណជុំវិញដងហ្នឹងគ្រាន់តែគាត់ឃើញអញ្ចឹងគាត់បោះចោលអីទាំងអស់ទាំងកាបទាំងអីគាត់រត់យកតែមកយកខ្លួនទេហើយរត់ហ្នឹងគឺរត់ទៅដល់ផ្ទះលោកតាទៀតលោកតាដែលនិយាយប្រាប់ខ្ញុំហ្នឹងណាលោកតាគាត់ក៏បានសួរពេលសួរហ្នឹងលោកពូហ្នឹងគាត់ក៏បាននិយាយប្រាប់លោកតាហ្នឹងតាំងពីដែលគាត់ដើរចាប់កែបរហូតដល់កន្លែងដងឆ្នាំហ្នឹងលោកតាគាត់និយាយថាមិនក៏ខ្មួយមិនក៏បងឯងហ៊ានម៉េះហ៊ានមកចាប់កែបដល់កន្លែងហ្នឹងម៉េះព្រោះកន្លែងហ្នឹងណាអ្នកភូមិខ្ញុំគឺគ្មានណាគេហ៊ានទៅកន្លែងហ្នឹងពេលយប់ទេសូម្បីខ្ញុំពីមុនខ្ញុំអត់ចេះខ្លាចខ្មោចឥឡូវខ្ញុំខ្លាចខ្មោចកន្លែងហ្នឹងទៀតលោកពូនឹងគាត់លើអញ្ចឹងចាប់ដើមភ័យញ័រញាក់ដូចកណ្ដុរលងទឹកអញ្ចឹងហើយលោកពូក៏គាត់សុំលោកតាហ្នឹងសម្រាននៅកន្លែងមួយយប់ហើយលោកតាគាត់ក៏ព្រមឲ្យលោកពូនឹងសម្រាប់ទៅដោយសារបើសិនជាឲ្យលោកពូនឹងទៅវិញក៏ប្រហែលជាទៅអាកាសដែរដោយសារគាត់ឃើញលោកពូនឹងញ័ររត់ដូចកូនកណ្ដុរលងទឹកហ្នឹងពេលព្រឹកឡើងគាត់ក៏បានដាស់លោកពូនឹងឲ្យងើបដើម្បីរៀបចំខ្លួនទៅផ្ទះគាត់វិញទៅតែពេលដែលគាត់ស្ទាបខ្លួនលោកពូនឹងគឺក្តៅខ្លាំងមែនទែនហើយបិចញើសជោកគាត់ក៏បានឲ្យលោកពូនឹងតាក់ទងទៅហៅអ្នកផ្ទះឲ្យមកយកទៅពេលដែលបងប្អូនគេមកដល់ផ្ទះលោកតាហ្នឹងគេក៏បានយកលោកពូនឹងទៅផ្ទះវិញទៅលោកបាន1ថ្ងៃ2ថ្ងៃគាត់ក៏បានឮដំណឹងថាលោកពូដែលមកដេកនៅផ្ទះគាត់ដែលថាបានឃើញខ្មោចនៅដងចំណាស់ហ្នឹងឈឺស្លាប់បាត់ទៅហើយតាំងពីពេលហ្នឹងលោកតាគាត់ក៏ចាប់ផ្ដើមពិភាក្សាជាមួយគ្នាពិភាក្សាជាមួយអ្នកភូមិហើយនឹងមេភូមិថាបើសិនជាទុកដងនឹងទៀតអាចនឹងមានបញ្ហាឬស្លាប់តគ្នាទៀតអញ្ចឹងមានតែម្យ៉ាងទេកប់ដងនឹងចោលកុំឲ្យមានដងទៀតកប់ដងនឹងចោលហើយនិមន្តលោកមកសូត្រមន្តនៅកន្លែងដងហ្នឹងពេលដែលគេនិមន្តលោកមកសូត្រមន្តសូត្រអីរួចរាល់ហើយគេក៏បានកប់ដងនឹងចោលហើយនៅកន្លែងហ្នឹងគឺគេបានសង់ខ្ទមអ្នកតាមួយហើយអាដើមឈើធំហ្នឹងក៏គេកាប់ចោលទៀតគេកាប់ចោលលីងអត់ឲ្យទុកទេតែដើមឈើក៏គេអត់ទុកដែរព្រោះដើមឈើហ្នឹងក៏មានខ្មោចនៅដែរលោកតាក៏ឲ្យទុកដើមឈើហ្នឹងដែរនិយាយពីយប់ដែលគេកាប់ដើមឈើហ្នឹងកប់ដងនឹងចោលមកអ្នកភូមិដែលគេនៅជុំវិញហ្នឹងគឺគេឮសំឡេងមនុស្សយំចេញពីកន្លែងហ្នឹងអាកន្លែងពីដងចាស់ឮសំឡេងទាំងក្មេងខ្មោចក្មេងឮសំឡេងមនុស្សចាស់ឮសំឡេងកំមុំកន្លោះគឺឮសំឡេងយំចេញពីកន្លែងហ្នឹងយប់ដែលគេកប់ដងហើយនឹងកាប់ដើមឈើនឹងរួចអត់ហើយតាំងពីយប់ហ្នឹងមកតាំងពីគេកាប់ដើមឈើហើយនឹងកប់ដងហ្នឹងហើយនឹងឮអាសំឡេងខ្មោចយំពេលយប់ដែលគេកប់ហ្នឹងណាតាំងពីពេលហ្នឹងមកគឺគេលែងឮសំឡេងអីទៀតដែរតាខ្មោចលងក៏គេលែងឃើញកន្លែងហ្នឹងដែរហើយលោកតាគាត់ក៏បានរៃអាគាសគ្នាដើម្បីជីកដងថ្មីហើយជីកដងថ្មីគឺជីកនៅជាប់នឹងក្រោយផ្ទះលោកតាហ្នឹងឯងដោយសារលោកតាគាត់អ្នកចេញលុយកាក់ច្រើនជាងគេអញ្ចឹងឲ្យមកជីកនៅក្រោយផ្ទះគាត់ទៅតែគាត់និយាយថាពេលដែលជីកដងហ្នឹងគឺទឹកអត់ស្អាតដូចអាដងចាស់ហ្នឹងទេហើយធ្វើម៉េចបើសិនជាទុកដងហ្នឹងក៏តក់បានដែរវាអាចនឹងមានរឿងរ៉ាវមនុស្សស្លាប់តគ្នាទៀតអញ្ចឹងសុខចិត្តកប់ដងនឹងចោលទៅហើយជីកដងថ្មីលោកតាគាត់និយាយថាតាំងពីគាត់ជីកដងថ្មីហ្នឹងមកហើយពេលដែលទឹកអត់ស្អាតហ្នឹងគឺគាត់អត់ដែរយកដងទឹកហ្នឹងយកដើរលូតទៀតទេហើយគាត់ក៏បានឈប់ប្រកបមុខរបរហ្នឹងគាត់ធ្វើស្រែធ្វើជាការធម្មតាវិញតាំងពីរឿងរ៉ាវនឹងបានចប់សពគ្រប់អស់ហើយលោកតាគាត់ក៏បានមានក្រុមគ្រួសារហើយក៏បានបែងចែកចេញពីគាត់បានលក់ដីហ្នឹងហើយក៏បានបែងចែកឲ្យប្អូនគាត់ខ្លះទៅសម្រាប់គាត់ខ្លះទៅហើយគាត់ក៏បានទៅរៀបការជាមួយប្រពន្ធគាត់នៅខាងប៉ែកខាងពោធិ៍សាត់
អញ្ចឹងខ្ញុំបានដឹងរឿងហ្នឹងដោយសារខ្ញុំបានទៅលេងផ្ទះម៉ាក់ធម៌ខ្ញុំនៅពោធិ៍សាត់អញ្ចឹងលោកតាហ្នឹងគាត់ក៏បាននិយាយរឿងរ៉ាវប្រាប់ខ្ញុំដោយសារពេលហ្នឹងគឺខ្ញុំសួរម៉ាក់ធម៌ខ្ញុំថាមានរឿងខ្មោចមានអីពាក់ព័ន្ធនៅក្នុងភូមិដែលម៉ាក់ធម៌ខ្ញុំនៅអត់តែម៉ាក់ធម៌ខ្ញុំគាត់ដើរលឿនទេយ៉ាងតែម៉ាក់ធម៌ខ្ញុំគាត់ខ្លាចខ្មោចអញ្ចឹងគាត់ក៏អត់ចង់ឃើញដែរតែពេលហ្នឹងក៏បានលោកតាហ្នឹងគាត់មកដល់គាត់បាននិយាយរឿងរ៉ាវប្រាប់មកខ្ញុំរឿងអំពីអណ្ដូងចំណាស់នៅភូមិរបស់គាត់ហ្នឹងឯង ហើយសាច់រឿងរបស់ខ្ញុំសូមបាទខ្ញុំបាទសូមសម្ដែងបញ្ចប់ត្រឹមតែប៉ុណ្ណេះបើសិនជាខ្ញុំបាទនិយាយទៅឬក៏ខុសត្រង់កន្លែងណាមួយនិយាយទៅឬក៏អាក់ជាប់នៅកន្លែងណាមួយខ្ញុំបាទសូមខន្តីអភ័យទោសទុកជាមុនផងខ្ញុំនឹងមានរឿងច្រើនទៀតដែលពាក់ព័ន្ធនឹងរឿងខ្មោចរឿងពិតសម្រាប់យកមកសម្រាយបងប្អូនស្ដាប់នៅពេលក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា